Nà cả tí phí nên thì ai cho từ cái lành file hay dùng biệt thành new hỏi nên thì nâng khơi biệt thá sequence ok project panel nâng máu nên thì đập vào clip đó với nâng load folder ở dân select từ raw video mùi na để dân chọn cắt ok so đây nào khné vì muốn trong ban sanya cho mùi này nào khné tha nâng chạy đầm lấy tiếp tục tới cho mùi nâng cắt videoក្នុងកម្មវិធី Adobe Premiere ok ឥឡូវយើងចូលមកស្គាល់មុខមាត់តាក់ទងកម្មវិធី Adobe Premiere តែម្ដងជាកម្មវិធីដែលយើងសម្រាប់កាត់តវីដេអូសម្រាប់គ្នាយើងដែលមិនទាន់ចេះអូខេនេះជាមេរៀនសម្រាប់អ្នកនរគ្នាដែលអ្នកនរគ្នាទើបនឹងចាប់ដើមអូខេអ្វីដែលយើងត្រូវសិក្សាក្នុងមេរៀននេះគឺទី1គឺតាក់ទងនឹង first new project ឥឡូវយើងចូលមក first new project របស់យើងអញ្ចឹងការកើត first new project មាន2ទី1 import project ទី2គឺតាក់ទងនឹង create sequence អូខេដំណាក់កាលទី1គឺយើងត្រូវបង្កើត first new project សិនអញ្ចឹងដើម្បីយើងបង្កើត new project បានអ្នកទាំងអស់គ្នាមើលខាងលើនេះគេដាក់ថា new project អូខេអ្នកទាំងអស់គ្នាចុចនឹងមួយមកអូខេបន្ទាប់មកវានឹង load ទី1គឺ project name បានន័យថា project របស់យើងនឹងយើងធ្វើពីអីឧទាហរណ៍ថា project នឹងខ្ញុំចែករំលែកអញ្ចឹងខ្ញុំដាក់ថា listen អូខេ listen to អូខេlisten 1ហើយអ្នកនរគ្នាមើលខាងក្រោមគេដាក់ថា location នេះគឺជាកន្លែងសំខាន់អ្នកនរគ្នាគឺជាកន្លែងមួយដែលអ្នកនរគ្នាត្រូវតែដាក់ទីតាំងរបស់វាឲ្យល្អបើសិនបើជាអ្នកនរគ្នាមិនដាក់ទីតាំងវាឲ្យល្អទេអ្នកនរគ្នានឹងពិបាកនៅក្នុងថ្ងៃក្រោយបើសិនជាអ្នកនរគ្នាចង់កែ project ហ្នឹងគឺអ្នកនរគ្នាគឺពិបាកក្នុងការទៅរក project ហ្នឹងអូខេព្រោះពេលខ្លះវាអាចនឹងបាត់នៅក្នុងកម្មវិធី Adobe Premiere អញ្ចឹងអ្នកនរគ្នាត្រូវដាក់ទីតាំងវាឲ្យបានច្បាស់លាស់អូខេអញ្ចឹងវាដាក់ថា choose location អញ្ចឹងអ្នកនរគ្នាទុក location ហ្នឹងនៅណាឧទាហរណ៍អូខេខ្ញុំដាក់ថា listen 1អូខេអ្នកនរគ្នាចុច save មកហើយពាក្យថា create អូខេបើសិនជាអ្នកនរគ្នាជាកម្មវិធី Adobe Premiere 2020 version 20គឺអ្នកនរគ្នានឹងចុចដូចខ្ញុំតែបើសិនជាអ្នកនរគ្នាversion 2023 2024អាចនឹងខុសខ្ញុំខ្លះវាមិនខុសខ្លាំងទេអូខេអញ្ចឹងអ្នកនរគ្នាមកមើលកន្លែងនេះវាមានពាក្យថា import edit ហើយនិង export អញ្ចឹងកន្លែង import ហ្នឹងគឺយើង import ស្អីៗចូលនៅកន្លែងហ្នឹងហើយកន្លែង edit គឺជាកន្លែងដែលយើងសម្រាប់កាត់វីដេអូកន្លែង export គឺនៅពេលដែលយើងកាត់វីដេអូហើយគឺយើងអាច export វីដេអូនឹងចេញបានអូខេអញ្ចឹងដំណាក់កាលទី1គឺយើងចូលទៅកន្លែង edit បើសិនជាអ្នកនរគ្នាបើកមុនរវងប្រហែលជាមិនចេញផ្ទាំងចេះទេបើសិនអ្នកនរគ្នាថ្មីចាស់តែម្ដងអ្នកនរគ្នាប្រហែលជាចេញចេះឥឡូវខ្ញុំដាក់អូខេឥឡូវខ្ញុំ reset សិនទៅអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាបើកមកគឺវាមានតាក់ទង workspace ច្រើនមែនតើវាញ៉ៃមែនតើមិនដឹងមួយណាមួយណីទេអូខេហើយអ្វីដែលយើងត្រូវស្គាល់មាន panel ប្រហែលជា4ទៅ5 panel ដែលយើងត្រូវស្គាល់ទី1យើងត្រូវស្គាល់តាក់ទងនឹង project panel ទី2គឺតាក់ទងទៅជាមួយនឹង thumbnail panel ហើយទី3គឺតាក់ទងនឹង program source panel ហើយនឹងកន្លែងកែ color lumetri color ហើយនឹង property អីក៏យើងត្រូវស្គាល់ដែរអូខេអ្វីដែលអ្នកនរគ្នាត្រូវធ្វើលើកដំបូងដើម្បី edit វីដេអូឬកាត់វីដេអូនៅក្នុងកម្មវិធី Premiere បានអ្នកនរគ្នាត្រូវតែបង្កើត sequence ដំបូងគេអូខេឥឡូវអ្នកនរគ្នាដើម្បីបង្កើត sequence បានអ្នកនរគ្នាអាចមានវិធីសាស្ត្រ3ចំណុចដើម្បីបង្កើតបានទី1អ្នកនរគ្នាមើលកន្លែងនេះមើលមកក្រោមនេះវាមាន3អញ្ចឹងអ្នកនរគ្នាចុចកន្លែង new item នេះចុចមកអ្នកនរគ្នានឹងឃើញពាក្យថា sequence អូខេកន្លែងហ្នឹងមួយនៅការទី2អ្នកនរគ្នាអាចចូលទៅកន្លែង file ហើយយកពាក្យថា new ហើយអ្នកនរគ្នានឹងឃើញពាក្យថា sequence អូខេនឹងកន្លែងមួយទៀតទី2នៅការទី3អ្នកនរគ្នាអាចចុច control n អ្នកនរគ្នាក៏បង្កើត sequence ដែរអូខេហើយនៅកន្លែងនេះអ្នកនរគ្នាមើលអ្នកនរគ្នាចង់កាត់វីដេអូប្រភេទ Full HD ឬក៏ 4K បើសិនជាអ្នកនរគ្នាកាត់សម្រាប់តាក់ទងនឹង Full HD អ្នកនរគ្នាអាចរកកន្លែង Full HD មកអូខេ Full HD 1080អូខេហើយអ្នកនរគ្នាបង្កើត frame rate ប្រមាណឧទាហរណ៍ថាខ្ញុំកាត់ Full HD 25 frame
អូខេចឹងអ្នកនរគ្នាគាត់ឲ្យចុចលើវាមកហើយពាក្យថាអូខេបន្តមកទៀតយើងនឹងបាន sequence មួយឯងតើ sequence ហ្នឹងយើងបង្កើតដើម្បីអីគឺយើងបង្កើតសម្រាប់ក្នុងការកាត់វីដេអូតម្រៀបវីដេអូដាក់ពីលើគ្នាអូខេ sequence ហ្នឹងបើសិនជាអ្នកនរគ្នាមិនបង្កើត sequence ទេគឺយើងអាចកាត់វីដេអូនឹងបានទេអូខេឧទាហរណ៍ថាមក sequence យើងមានមក timeline ទៅហើយយើងកាត់មានវីដេអូ2 3 4 5 6 7 8 10អីចឹងទៅឧទាហរណ៍ហើយបើសិនជាអ្នកនរគ្នាចង់បង្កើត sequence មួយទៀតអ្នកនរគ្នាគឺមក thumbnail មក timeline មួយទៀតឯងអូខេយល់ទេអូខេរបៀប import វីដេអូចូលមាន3របៀបទី1អ្នកនរគ្នាអាចចូលកន្លែង project panel ហ្នឹងមកអ្នកនរគ្នាដាក់ click ពីរដងវានឹង load folder ឲ្យយើង select ទៅ raw វីដេអូមួយណាដែលយើងចង់កាត់ឧទាហរណ៍ថាខ្ញុំកាត់វីដេអូនេះអញ្ចឹងអ្នកនរគ្នា select មួយមកអូខេឥឡូវឧទាហរណ៍ថាខ្ញុំ select យកវីដេអូ 3 4 ចុះអូខេអញ្ចឹងអ្នកនរគ្នាចុចពាក្យថា open អញ្ចឹងវីដេអូវានឹង load ចូលក្នុង project panel របស់យើងប៉ុន្តែដើម្បីឲ្យវីដេអូឬក៏ footage របស់យើងវាមានរបៀបរៀបរយអ្នកនរគ្នាមិនត្រូវបង្កើតដូចនេះទេបើសិនជាអ្នកនរគ្នា import ចូលគឺការកាត់វីដេអូរបស់យើងអត់មានរបៀបរៀបរយទេឥឡូវខ្ញុំ control set ទៅវិញខ្ញុំបង្កើត folder មួយសិនដើម្បីបង្កើត folder មួយបានអ្នកនរគ្នាអាចមើលកន្លែងនេះគេដាក់ថា new bin ហ្នឹងវាស្មើនឹង folder ហ្នឹងឯងឧទាហរណ៍ថាខ្ញុំដាក់ថា full text អូខេ full text ចឹងនៅក្នុង full text ហ្នឹងមានអីខ្លះវាមានវីដេអូផ្សេងគេថាវីដេអូ long វីដេអូ short គឺយើងដាក់នៅហ្នឹងឧទាហរណ៍ថាខ្ញុំដាក់ថាវីដេអូខ្ញុំបង្កើត folder មួយទៀតខ្ញុំដាក់ថាអូខេវីដេអូ short អូខេវីដេអូ short យើងអាចដាក់មួយទៀតខ្ញុំដាក់ថាវីដេអូ long ឬក៏យើងដាក់អីផ្សេងទៅតាមអ្វីដែលយើងដាក់ទៅអូខេវីដេអូ long អូខេអញ្ចឹងយើងគ្រាន់តែចុចលើវីដេអូ short ហ្នឹងមកអូខេយើង double click ពីរដងទៅរកវីដេអូរបស់យើងបើសិនជាអ្នកនរគ្នាមិនចង់ធ្វើអញ្ចឹងទេអ្នកទាំងអស់គ្នាអាចមានវិធីសាស្ត្រមួយទៀតគឺបើក folder យើងតែម្ដងអូខេឧទាហរណ៍ដល់កន្លែងនេះ folder នេះខ្ញុំបើក folder មកអូខេអញ្ចឹងខ្ញុំ import វីដេអូហ្នឹងមកចុច save feature មក select មកអូខេអញ្ចឹងចាប់ទាញដាក់មកនេះជាវិធីសាស្ត្រងាយយើងមិនបាច់ double click អញ្ចឹងក៏បានដែរអូខេហើយមួយទៀតយើងចូលទៅកន្លែង file ហើយទៅរកពាក្យថា import នេះឃើញទេ import នេះម្ដងទៀត file import ឬក៏ control I យើងអាចចុច control I ក៏បាន control I គឺទៅយកវីដេអូដូចគ្នាអូខេអញ្ចឹងដើម្បីយើងដាក់ចូលទៅក្នុង timeline បាននៅនេះអត់អីពិបាកទេអូខេអ្នកនរគ្នាគាត់ឲ្យ select លើវាមកដាក់ចូលក្នុង timeline មកអូខេនេះគឺវាសួរយើងចង់ change sequence ឬក៏យើងចង់skip បានន័យថា footage របស់យើងហើយនឹង sequence ហ្នឹងវាអត់ត្រូវគ្នាទេអូខេវាអត់ត្រូវគ្នាទេព្រោះវីដេអូរបស់ខ្ញុំគឺ 4K 30 frame ប៉ុន្តែយើងកាត់ Full HD 25 frame អញ្ចឹងវាខុសគ្នាអញ្ចឹងវាសុទ្ធតែយើង change ឬក៏មិន change លើខ្ញុំ skip ទៅអញ្ចឹងយើងស្គាល់ប៉ុណ្ណឹងហើយវីដេអូក្រោយយើងនឹងស្គាល់ច្រើនជាងនឹងទៀតយើងនឹងចូលទៅ basic edit នៅក្នុងការកាត់វីដេអូក្នុងកម្មវិធី Adobe Premiere អូខេជួបគ្នានៅក្នុងវីដេអូក្រោយ